បាទសួស្តីបងប្អូនបាទថ្ងៃនេះក៏ខ្ញុំមកតាមបាទការសន្យាម្សិលមិញពាក់ព័ន្ធនឹងថ្នាំរាំងរដូវបាទម្សិលមិញក៏ខ្ញុំបានធ្វើវីដេអូមួយសារឲ្យដែរអានោះថ្នាំមួយមុខមុនគឺដើមឈើភ្លើងស្លឹកឈើភ្លើងហើយនឹងទឹកដូងបាទថ្ងៃនេះខ្ញុំលើកប្រធានបទបាទដដែលថ្នាំរាំងរដូវដដែលប៉ុន្តែថ្នាំផ្សេងទៀតមានពីរមុខដូចគ្នាប៉ុន្តែប្រភេទឫសបាទទី1គឺឫសពពាយព្រៃណាបងប្អូនបាទយកចំនួន50ក្រាមបាទហើយនឹងឫសកន្ទួតព្រៃចំនួន50ក្រាមដូចគ្នាបាទសម្រាប់ដាំទឹកពិសាណាបងប្អូនបាទបងប្អូនទៅរកថ្នាំទាំងខ្ញុំប្រាប់អំបញ្ញមិញហ្នឹងបាទទី1ឫសពពាយព្រៃទី2ឫសកន្ទួតព្រៃបងប្អូនយកមកបាទហាលវាឲ្យស្ងួតទៅដាក់ទឹកយើងដាំពិសាហ្នឹងចំនួនបាទ2លីត្រទៅក្នុងមួយកំសៀវណាបាទសម្រាប់ឲ្យបងស្រីយើងបាទរាំងរដូវណាបាទអញ្ចឹងវីដេអូចែកម្លែកមានតែប៉ុណ្្នឹងទេបាទអរគុណ